បាទសួស្តីយើងមកដល់ចកានៅខាងបាត់ដំបងខែនេះគាត់ថាចម្លែកថាចង់មកមើលរឿងវាផ្កាទ្របពេជ្រញងហើយជាទូទៅមិនឃើញវាស្អាតទេបើចេះតែថតទៅវាដើមឆ្លោះល្អអានេះហើយអានេះរបៀបបន្តពូជវាបើយើងអាចដាំតាមក្របក៏បានតាមកូនក៏បានឬក៏កាត់មែកដោតក៏បានណាគេថាយើងមានបច្ចេកទេសកាត់មែកដោតចងប្រហប់វាគឺដុះល្អហើយបានផលលឿនទៀតតបប្រយោគនេះហើយអានេះបើវាអត់សូវត្រូវការទឹកទេបើយើងដាំនៅទីទួខ្ពស់ផុតពីទឹកគឺថាដើមវាអាយុកាលវែងណាវាអាចរស់នៅបានប្រហែលជា4-5 ឆ្នាំអីចឹងណាហើយបើយើងចេះយកដើមវាហ្នឹងហើយតជាមួយនឹងអាដើមទ្របប្រភេទដើមទ្របអីគេអាទ្របគេហៅថាទ្របផ្ដោគោឬក៏ទ្របអីណាអូអានេះផ្លែរហូតវាថាវាអាចផ្ដល់ទិន្នផលឲ្យរហូតហើយយើងមើលគល់វាណាឃើញទេគល់វាអានេះយ៉ាងទីក៏2-3 ឆ្នាំមកមើលដើមវាធំឃើញដើមវាធំឲ្យតែដាក់ជីបាញ់ថ្នាំថែវាកុំឲ្យតែជួយទឹកជួយអីគឺល្អហ្មងឃើញទេអានេះហើយអាត្រប់ពេជ្រញងគឺល្អអាហ្នឹងត្រូវថាដាំបាញ់ហើយបាញ់តែថ្នាំបាញ់តែអីមិនតែដោយសារតែអាផលរបស់យើងហ្នឹងហើយនឹងការលក់ទៅនេះគឺវាថោកពេកហ្មងយើងបើអត់មានអីត្រូវនេះបានណាវាទីផ្សារយើងវាប្រែប្រួលហើយខែហ្នឹងវាកាន់តែក្តៅភ្លៀងមកមេមកគឺផ្កាគប់ដើមមកណាគឺផ្កាគប់ដើមហានេះគាត់មិនមែនដាំទេណាវាថាវាដោះកូនមកតែខ្លួនឯងទៅគាត់ចេះតែថែគាត់ចេះតែទុកទៅហើយយល់ថាហ្នឹងវាល្អមើលផ្កាស្អាតណាថប់ពេញញងផ្កាវាឃើញផ្កាច្រើនតែគាត់ថាផ្កាវាអត់កាន់អានេះនៅបាត់ដំបងនៅខាងឯកភ្នំនេះគឺច្រើនណាមើលហ្នឹងឯងសុំប៉ុណ្ណឹងចាស់ហ្នឹងនិយាយអំពីទ្របពេជ្រញងលេងបន្តិច